រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបាននិយាយថាលោកនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាជាថ្មីម្ដងទៀតរវាងកម្ពុជានិងថៃដោយលោកអះអាងថាលោកនឹងទូរស័ព្ទទៅមេដឹកនាំទាំងពីរនេះបើយោងទៅតាមសារព័ត៌មាន Bloomberg លោកត្រាំបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania នៅថ្ងៃអង្គារទី 9 ខែធ្នូឆ្នាំ 2025 ថាថ្ងៃស្អែកខ្ញុំនឹងទូរស័ព្ទទៅហើយបញ្ចប់សង្គ្រាមរវាងប្រទេសដ៏មានអំណាចទាំងពីរលោកបានចោទជាសំណួរថាតើមានអ្នកណាផ្សេងអាចនិយាយបានលោកចង់សម្ដៅថាមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចប្រាប់ឲ្យប្រទេសទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នានេះបានលោកដូណាល់ ត្រាំបន្ថែមថាយើងកំពុងតែបង្កើតសន្តិភាពតាមរយៈកម្លាំងដែលអាចមានន័យថាលោកអាចដាក់សម្ពាធខ្លាំងជាពិសេសការគំរាមកំហែងផ្នែកពាណិជ្ជកម្មដើម្បីបង្ខំឲ្យរដ្ឋាភិបាលទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាយុទ្ធសាស្ត្ររបស់លោកត្រាំពេលនេះគឺស្រដៀងគ្នាទៅនឹងវិធីសាស្ត្រដែលលោកបានប្រើនៅខែកក្កដាឆ្នាំ 2025 នៅពេលដែលលោកគំរាមកំហែងប្រទេសទាំងពីរជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្មដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នាដ៏សាហាវនៅជុំទី1ផ្អែកទៅលើការបរាជ័យនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពអ្នកជំនាញភូមិសាស្ត្រនយោបាយអន្តរជាតិត្រូវបានស្រង់ផ្សាយដោយកាសែតបរទេសធំៗថាពួកគេមិនទាន់ដឹងច្បាស់ថាតើការជន់ហ្វ្រាំងលើកទី2របស់លោកត្រាំពេលនេះអាចមានប្រសិទ្ធភាពបែបណានៅឡើយទេសូមបញ្ជាក់ថាការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃបានផ្ទុះឡើងសារជាថ្មីម្ដងទៀតតាមបណ្ដោយព្រំដែនខេត្តចំនួន5របស់កម្ពុជាដោយផ្ដើមចេញពីការបាញ់ផ្លោងរបស់ថៃចូលខេត្តព្រះវិហារនៅថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 និងបន្តរាលដាលទៅដល់ខេត្តឧត្តរមានជ័យបន្ទាយមានជ័យពោធិ៍សាត់និងបាត់ដំបងការប្រយុទ្ធកំពុងតែបន្តយ៉ាងក្តៅគគុកនៅថ្ងៃទី 10 ខែធ្នូឆ្នាំ 2025 នេះយោងតាមក្រសួងការពារជាតិកម្ពុជាថៃបានដាក់ពង្រាយយន្តហោះ F-16 យន្តហោះទម្លាក់គ្រាប់បែក AT-6 និងដ្រូនខ្នាតធំវាយប្រហារភូមិសាស្ត្រកម្ពុជាយ៉ាងកម្រោល